សួស្តីអ្នកនេះជួបគ្នាមួយខ្ញុំដល់ទៅខ្ញុំមកកែមលីងសានថ្ងៃហើយថ្ងៃនេះផងណាខ្ញុំនឹងមានដំណើរកម្សាន្តមួយជាមួយនឹងខាងសាលាទៅខាងខេត្តកំពង់ធំហើយនិងខេត្តសៀមរាបអ្នកគ្នាអញ្ចឹងឥឡូវនេះគឺថ្ងៃ3ហើយម៉ោង4កន្លះផឹកអញ្ចឹងខ្ញុំត្រូវចេញពីផ្ទះទៅខាងកន្លងឡាននៅសាលាអ្នកគ្នាអូខេអញ្ចឹងចាប់ជួបគ្នានៅសាលាអ្នកគ្នា let's go អូខេឥឡូវនេះខ្ញុំចុះទៅយកម៉ូតូហើយស្ងាត់ជ្រាបអ្នកគ្នាម៉ោង4កន្លះដល់គ្នាឥឡូវយើងមកដល់សាលាហើយសាលាអត់បើកទ្វារឲ្យទេឥឡូវនេះគឺម៉ោង4:45នាទីអ្នកគ្នាខ្ញុំមកដល់សាលាហើយឥឡូវនេះកំពុងតែចាំឡានក្រុងបាទនៅមុខសាលាអូខេបងប្អូនយើងតឡានអត់មកយើងដើរធួសាលាសិនទៅសាលានៅក្នុងទៀតអ្នកអង្កត់អត់មើលឃើញអូខេបងប្អូនឥឡូវបានមកដល់ក្នុងអគារសាលាហើយតែនៅចាំឡានក្រុងឡើយទេឡានក្រុងអត់មកអូខេឥឡូវម៉ោង5:10នាទីហើយអត់ទាន់ឃើញឡានក្រុងមកទេបាទឥឡូវយើងដើរធួសាលាសិននេះបាទសាលាមានចំណេញច្រើនណាស់បាទចង់រៀនអាចមកដាក់ពាក្យបានទូចុះឈ្មោះចាប់ពីថ្ងៃនេះតទៅហើយចិត្តជុំទូចុះឈ្មោះនេះអញ្ចឹងរស់រងឡើងមកដាក់ពាក្យរៀន Western មួយខ្ញុំនេះឥឡូវបានមកយើងដើរចេញទៅក្រៅវិញសាក់កងដើរមកហើយដែរបានឡានក្រុងយើងអូខេឥឡូវអកន្លែងអង្គុយបានហើយអង្គុយក្រោយវិញនេះទៅដំណើរចេញពីស្ទឹងមានជ័យហើយយើងទៅកាន់សាខាធំៗសិនយ៉ាងនេះឥឡូវម៉ោង 7:06 ហើយឥឡូវយើងបានមកដល់ទីតាំង Western នៅទូកោះហើយអ្នកនេះបានរៀនទេតែការទី1គឺ high season ដែលយើងចាប់បានពីខែអូខេបងប្អូនឥឡូវយើងស្ដាប់ប្រសាសន៍ពីបាយដល់ហើយអូខេទាំងអស់គ្នាឥឡូវនេះយើងធ្វើដំណើរបន្តចេញពីខាង Western ទូកកទៅកាន់ខេត្តកំពង់ធំសួស្តីទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ស្កូនហើយយើងធ្វើការឈប់សម្រាកនៅស្កូនដើម្បីញ៉ាំអាហារពេលព្រឹកអ្នកគ្នាអូខេឥឡូវនេះខ្ញុំបានកាទៀវមួយចានឥឡូវយើងញ៉ាំអីហើយអញ្ចឹងឡើងឡានបន្តដំណើរទៅមុខទៀតអ្នកគ្នាអូខេសួស្តីទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ខេត្តកំពង់ធំហើយទីតាំងបន្ទាប់គឺយើងនឹងទៅមន្ទីរទេសចរខេត្តកំពង់ធំបាទ Hello អ្នកនរគ្នាឥឡូវនេះយើងបានមកដល់មន្ទីរទេសចរខេត្តកំពង់ធំហើយអ្នកនរគ្នាឥឡូវនេះកំពុងរដាចូលទៅអញ្ចឹងយើងមកនេះដើម្បីជួបសន្ទនាជាមួយនឹងប្រធានមន្ទីរក៏ដូចជាស្ដាប់ប្រសាសន៍របស់គាត់តាក់ទងជាមួយនឹងរដូវកាលបៃតងនេះដែរបាទអូខេអញ្ចឹងនៅពេលដែលស្ដាប់ហើយយើងបានដើរទៅឡានវិញបាទហើយក៏ឃើញពងមាន់បាទក៏ទិញទុកញ៉ាំលើឡានដែរបាទអូខេឥឡូវយើងបានចេញដំណើរទៅទៀតហើយក៏ដើរបន្ទាប់របស់យើងគឺទៅកាន់ប្រាសាទសម្បូរព្រៃគុកបាទដែលស្ថិតនៅក្នុងខេត្តកំពង់ធំអូខេសួស្តីទាំងអស់គ្នាឥឡូវនេះយើងបានមកដល់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកហើយយើងដើរមើលទេសភាពជុំវិញទាំងអស់គ្នាបាទបន្ទាប់ពីដើរមើលជុំវិញមួយផ្លែតហើយ
ខាងសាលាគាត់បានហៅពួកយើងទៅទទួលទានអាហារថ្ងៃត្រង់បាទចឹងឥឡូវនេះយើងកំពុងនាំគ្នាដើរទៅកាន់កន្លែងញ៉ាំបាយថ្ងៃបាទអូខេទាំងអស់គ្នាឥឡូវនេះយើងកំពុងតែញ៉ាំបាយបាទមានម្ហូបច្រើនមែនតើបាទមានមាន់ផងមានឆាឡុកឡាក់ផងមានស្លមជូរផងបាទអូខេសួស្តីទាំងអស់គ្នាឥឡូវនេះយើងបានញ៉ាំបាយថ្ងៃហើយឥឡូវនេះកំពុងតែបន្តដំណើរទៅទស្សនាប្រាសាទបាទហើយយើងក៏មានពូគាត់ធ្វើជាកាយឲ្យដែរបាទបាទឥឡូវនេះយើងមកដល់ទីតាំងដើម្បីទស្សនាប្រាសាទហើយអញ្ចឹងយើងនឹងដើរទៅរកប្រាសាទបាទឥឡូវនេះដើរមើលទេសភាពព្រៃព្រឹក្សាដើមឈើជុំវិញនឹងសិនទៅអូខេទាំងអស់គ្នាបន្ទាប់ពីយើងបានទស្សនាក៏ដូចជាស្ដាប់រឿងរ៉ាវខ្លះៗនៃប្រវត្តិរបស់ប្រាសាទទី1ឥឡូវនេះយើងបានដើរមកទស្សនាប្រាសាទមួយទៀតបាទអូខេទាំងអស់គ្នាអញ្ចឹងឥឡូវនេះបន្ទាប់ពីបានទស្សនាប្រាសាទនៅកំពង់ធំហើយយើងក៏ធ្វើដំណើរទៅខាងខេត្តសៀមរាបបន្តទៀតបាទប៉ុន្តែកុំឲ្យវីដេអូនេះវែងពេកខ្ញុំសូមបិទ vlog នេះត្រឹមហ្នឹងសិនអ្នកនរគ្នាបាយបាយ